កឋិនមានយូរអង្វែងប្រជីចាស់ក្មេងប្រារព្ធរក្សាសាមគ្គីគ្នាធ្វើពេលចេញវស្សាដើម្បីពវរណាប្រគេនព្រះសង្ឃធ្វើកឋិននេះបានបុណ្យអណែកបរិស័ទសែនត្រេកដងហែត្រីស្បង់មើលទៅសែនល្អសែនស្អាតផូរផង់មានបាតត្រីស្បង់អដ្ឋបរិខាបុណ្យកឋិននេះមានកាលកំណត់មួយខែត្រូវចំគឺធ្វើពុំបានញាតិមិត្តនាំគ្នាមនីគ្រប់ប្រានសាងបុណ្យនឹងបានអានិសង្ឃ5អានិសង្ឃទាំងនេះមាន5ប្រការមួយគឺសុខរូបតារូបភ្លឺសាច់ចាំបើកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្វងអានិសង្ឃទី2សុងវណ្ណតាពណ៌ខ្លួននេះណាភ្លឺថ្លាពរផងកើតជាមនុស្សលោកសម្បត្តិស្ដុកស្ដំសម្បុរខ្លួនសំល្អស្រងសោភីចំណែកទី3សុងសន្តានាទ្រង់ទ្រាយអង្គចាស្អាតដូចចន្ទ្រារៀងរើសំសួនគ្មានធាត់គ្មានហៀនិងហើយគឺជាផលបុណ្យចាំងច្បាំងទី4នោះគឺចក្រវត្តរាជាសម្បត្តិហោហៀកើតជាស្ដេចច័ន្ទមានយួងមានទ្រព្យគូគប់ល្អល្អះប្រសើរក្រៃក្រាំងកុំផ្កើងគេឈ្មោះអានិសង្ឃទី5និងទី6ផលបុណ្យលើកស្ទួយឲ្យបានសាងក្នុងហើយមានបញ្ញាឆ្លៀសឆ្លាតចាក់ធ្លុំឆ្លងបាបផុតគ្រោះផុតទុក្ខមកសា